Bạnសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់មកមើលទៅលើការលេងរបស់អ្នកលេងហ្គីតាមួយឈ្មោះ Alan Larossi អញ្ចឹងបងប្អូនបានស្គាល់គាត់ហើយជាពិសេសអ្នកនៅក្នុង Facebook គាត់ល្បីក្នុងការបង្ហាញ link នៅក្នុង short technique បន្តិចៗចឹងណាក្នុង Facebook ចឹងណាអញ្ចឹងគាត់ទៅបញ្ចេញវីដេអូថ្មីមួយទៀតអញ្ចឹងទៅខ្ញុំក៏ឃើញការប្រើ chord ជាមួយ melodic នៅក្នុងតង់មួយអញ្ចឹងណាវាធ្វើទៅដូចវាលយដែរអញ្ចឹងខ្ញុំក៏ចង់ធ្វើវីដេអូនេះហើយ reaction ទៅលើការលេងរបស់គាត់ហើយខ្ញុំនឹងព្យាយាមបង្ហាញបញ្យលនៅអ្វីដែលខ្ញុំមើលតាន់ដូចគ្នាដែរព្រោះថាគេលំដាប់ពិភពលោកណាបាទអញ្ចឹងទៅយើងក៏រៀនសូត្រពីគេដូចគ្នាដែរអូខេឥឡូវដើម្បីកុំឲ្យខាតពេលយូរបាទតែមុននឹងចូលទៅមើលវីដេអូបាទសូមកុំភ្លេច subscribe YouTube រៀនហ្គីតាម្នាក់មួយក៏ដូចជា follow Facebook page រៀនហ្គីតាហើយ page ថ្មីរបស់ខ្ញុំមួយទៀតគឺ Guitar Hack បាទអញ្ចឹងនៅក្នុងនោះខ្ញុំនឹងចាប់ផ្ដើមបង្រៀនជាមួយនឹង technical ខ្លីៗហើយអត់វែងវីដេអូអត់វែងទេខ្លីៗសម្រាប់បងប្អូនមើលអញ្ចឹងណាសូមកុំភ្លេច follow Facebook page Guitar Hack ថ្មីរបស់ខ្ញុំមួយផងដែរបាទណាអូខេឥឡូវតោះទៅមើលទាំងអស់គ្នាជាមួយនឹងAlan Larossi តោះបាទខ្ញុំ play បន្តិចណាខ្ញុំ play បន្តិចហើយយើងស្ដាប់ទាំងអស់គ្នាតោះបាទអញ្ចឹងយើងឃើញហើយថាការលេងរបស់គាត់ក៏បានសរសេរនៅក្នុងវីដេអូគាត់ដូចគ្នាដែរបាទជាមួយនឹង chord melodic តង់ mi major បាទអញ្ចឹង form ដែលគាត់លេងនេះយើងបានស្គាល់ហើយ chord ដែលគាត់ដាក់ទៅរហូតហ្នឹងគឺជាទម្រង់ chord progression ដែលខ្ញុំធ្លាប់បានបង្ហាញបងប្អូនជាច្រើនហើយពាក់ព័ន្ធជាមួយ chord progression ក្នុង page រៀនហ្គីតាណាហើយខ្ញុំនឹងធ្វើវីដេអូថ្មីទៀតខ្លីៗបាទព្រោះថានៅក្នុង page ថ្មីរបស់ខ្ញុំ Guitar Hack ខ្ញុំអត់ចង់ធ្វើវីដេអូនិយាយវែងទេខ្ញុំចង់បង្ហាញខ្លីៗពីគេហៅថាវីដេអូ short ណាខ្លីៗសម្រាប់បងប្អូនមើលហើយបងប្អូនសួរខាទៅវិញទៅមកកុំឲ្យនិយាយសាំតប៉ែច្រើនពេកអីចឹងទៅបាទអញ្ចឹងហ្នឹងហើយនៅក្នុងការលេងរបស់គាត់ស្ថិតនៅក្នុង chord progression ហើយបន្ទាប់មកការលេងnote guitar ដែលគាត់ចង់និយាយថា note guitar គាត់លេងនៅក្នុងchord របស់គាត់ហ្នឹងវាជាគេថា note melodic ណាហើយបន្ទាប់មក pattern របស់វាគឺជា pattern minor pentatonic អញ្ចឹងតង់ mi major វាស្ថិតនៅក្នុង do yes minor អញ្ចឹងណាអញ្ចឹង scale minor pentatonic គឺ do yes minor pentatonic ប៉ុន្តែ pattern វាចេញពីក្រោមឡើងមកលើអញ្ចឹងមានន័យថាពី high note មក low note មកវិញអញ្ចឹងណាបាទនេះគឺជាអ្វីដែលខ្ញុំមើលឃើញនៅក្នុងការលេងរបស់គាត់ហើយចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាជាមួយក្នុងវីដេអូមួយនេះហើយហ្នឹងហើយខ្ញុំឃើញថា technical មួយនេះគឺលយមែនតើហើយយើងបងប្អូនដែលចង់ចេះលេង technical មួយនេះបងប្អូនព្យាយាមហាត់ chord នៅក្នុងគ្រួសារអាក័រនៃតង់ណាបាទនីមួយទៅហើយបន្ទាប់មកបងប្អូនព្យាយាមហាត់scale minor pentatonic ហើយរៀនរបៀបលេង pattern down up ចឹងមានថា pattern វាពី low note មក high note មក low note យើងមានន័យថាអាហ្នឹងគឺជាអ្វីដែលបងប្អូនទៅរៀនហ្នឹងទៅអាចផ្ដោតក្នុងការលេងរបៀបអញ្ចឹងបានដូចគ្នាដែរណាបាទអញ្ចឹងយើងនឹងមើលម្ដងទៀតហើយបន្ទាប់មកខ្ញុំនឹងបញ្ចប់នៅក្នុងការលើកទឹកចិត្តបងប្អូនអរគ្នាតោះមើលម្ដងទៀតតោះ
បាទអញ្ចឹងហ្នឹងហើយខក progression របស់គាត់គឺគាត់អត់លេង loop world ជុំទេអញ្ចឹងគាត់លេងមានន័យថាពីគេណា khop progression minor ទៅមុន2ជុំហើយបន្ទាប់មកបានគាត់ adjust គេហៅថា climb គេថាថែមគ្រឿងនៅក្នុងគេថា part របស់គាត់គេហៅ verse របស់គាត់មួយទៀតអញ្ចឹងទៅប៉ុន្តែតម្រង់នៃការដាក់ដៃរបស់គាត់បងប្អូនកុំឆ្ងល់អញ្ចឹងនៅពេលដែលគាត់ load ទៅ chord មួយដែលគាត់ load អាកនៅលើហ្នឹងហើយគេថាដូចអាក minor ដូច minor អញ្ចឹងគាត់នឹងព្យាយាមរក bass អា note ធំណា low note ណា bass ថាដូ yes ជើ note ដូ yes មួយមកគាត់ដាក់note ណាមួយនៅខាងក្រោមដៃរបស់គាត់អញ្ចឹងទៅគាត់លេងអញ្ចឹងទៅប៉ុន្តែតម្រង់ form ដែលបងប្អូនចង់លេងអារបៀបអញ្ចឹងបានទី1ស្គាល់ chord progression ទី2រៀន scale minor pentatonic ហើយរត់ pattern វារត់ពី low note ទៅ high note ពី high note មក low note មកបងប្អូនហើយមិន position standard ទេណាព្យាយាមបំបែក note ចេញពីដើមពី first fret មករហូតមកអញ្ចឹងពីស្ដាំមកពីឆ្វេងមកស្ដាំពីស្ដាំទៅឆ្វេងវិញអញ្ចឹងណាបាទហ្នឹងហើយបាទនេះគឺជាអ្វីដែលខ្ញុំចង់ណែនាំបងប្អូននៅក្នុងចង់បង្ហាញបាទហើយតបមកខ្ញុំអាចមើលតន់ហើយខ្ញុំសង្ខេបខ្លះឲ្យបងប្អូនមានតម្រុយខ្លះក្នុងការវឹកហាត់ផងដែរអូខេអរគុណច្រើនហើយកុំភ្លេច subscribe YouTube រៀនហ្គីតាម្នាក់មួយ follow Facebook រៀនហ្គីតាក៏ដូចជា page ថ្មីរបស់ខ្ញុំ Guitar Hack ម្នាក់មួយផងដែរអរគុណច្រើនជួបគ្នាវីដេអូក្រោយ